Luffy សម្រាយរឿងសួស្តីអ្នកទាំងអស់គ្នាឥឡូវជួបជាមួយនឹងខ្ញុំបានម្ដងទៀតហើយដូច្នេះកុំឲ្យខាតពេលយូរយើងនឹងចូលទៅដល់ការសម្រាយរឿងរបស់យើងនៅផ្លូវវិញ្ញាណ Season 4 វគ្គ 3 ជាមួយគ្នាហើយសម្រាប់អ្នកដែលមិនទាន់បានចុច Subscribe សូមជួយចុច Subscribe និងដាក់សញ្ញារូបកណ្ដឹងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំម្នាក់មួយផងរឿងរបស់យើងក៏និយាយពី Sealing និង Tiger វិញម្ដងនៅពេលនេះ Tiger បាននាំ Sealing មកជួបមិត្តភក្តិរបស់នាងដើម្បីឲ្យមិត្តរបស់គេនឹងជួយរកលោកមឹងនិងយ៉ានហួរប៉ុន្តែនៅពេលនោះស៊ីលៀងក៏បានសួរទៅ Tiger ថាកន្លែងនេះមើលទៅស្ងាត់ដូចជាមិនមានមនុស្សនៅនោះទេតែច្បាស់ទេមិត្តរបស់នាងនៅទីនេះនិយាយមិនតាន់ចប់ផងភ្លាមនោះស៊ីលៀងក៏ត្រូវបានសត្វឃ្មុំបិសាចវាយប្រហារមកលើនាងសៀនយៀនក៏បានចេញមកការពារស៊ីលៀងនិងបានវាយប្រហារទៅលើសត្វឃ្មុំបិសាចនោះវិញឃើញបែបនេះ Tiger ក៏បានដកបំពង់ឫស្សីរបស់នាងចេញមកនិងបានស្រូបយកបិសាចឃ្មុំនោះចូលទៅក្នុងបំពង់នោះបាត់ទៅបំពង់នឹងគឺជាបំពង់សម្រាប់ចាប់វិញ្ញាណសត្វអ្នកនរគ្នា Tiger ក៏បាននិយាយទៅកាន់ Sealing ថាសត្វនេះខ្ញុំគិតថាវាគឺជារបស់មិត្តរបស់ខ្ញុំដែលគេបានដោះលែងវាដើម្បីឲ្យការពារនៅទីនេះប្រសិនបើមានមនុស្សមករឿងរបស់យើងក៏និយាយពីក្មេងស្រីម្នាក់ដែលយើងមើលទៅដូចជា Crucial អញ្ចឹងហើយនៅពេលនោះគាត់កំពុងតែផ្សំថ្នាំអ្វីម្យ៉ាងតែយើងមិនទាន់ដឹងថាគាត់ផ្សំថ្នាំអ្វីនោះទេហើយឈ្មោះរបស់គាត់នោះគឺស៊ូតុងអ្នកនរគ្នានៅពេលដែលស៊ូតុងផ្សំថ្នាំចិត្តរួចរាល់ទៅហើយភ្លាមនោះ Tiger ក៏បានបង្ហាញខ្លួននិងបានសួរទៅកាន់ស៊ូតុងថាស៊ូតុងតើឯងកំពុងតែផ្សំថ្នាំអ្វីហ្នឹងស៊ូតុងនឹងហើយគឺជាមិត្តរបស់ Tiger អ្នកនរគ្នាដែល Tiger ចង់នាំ Sealing នោះមកជួបដើម្បីឲ្យរកលោកមកនឹងយ៉ានហួរ Tiger ក៏បាននិយាយទៅកាន់ស៊ូតុងទៀតថាឯងបានចាក់ចេញពីពួកយើងជិត1ឆ្នាំហើយខ្ញុំពិតជាមានការព្រួយបារម្ភពីឯងខ្លាំងណាស់តើឯងនៅកន្លែងនេះធ្វើអ្វីជាង2ឆ្នាំមកនេះស៊ូតុងក៏បាននិយាយទៅកាន់ Tiger វិញថាមែនឬខ្ញុំនៅទីនេះយូរយ៉ាងនេះផងដោយសារតែគាត់នឹងរវល់តែផ្សំថ្នាំហើយនឹងស្វែងរកថ្នាំដល់គ្នាចឹងហើយបានជាគាត់ចាប់អារម្មណ៍ថាពេលវេលាវាដើរលឿនចឹងណាខណៈពេលនោះ Sealing ក៏បានដើរចូលមកហើយ Tiger ក៏បានណែនាំ Sealing ឲ្យទៅកាន់សានតុងបានស្គាល់ដូចគ្នានៅពេលនោះស៊ូតុងក៏បាននិយាយទៅកាន់ Tiger ថាតើឯងមិនដែលគិតថាខ្ញុំដឹងអំពីកំណប់ដូនតាទេឬលើបែបនេះ Sealing នាងក៏ឆ្ងល់និងបានសួរទៅកាន់ Tiger ថាកំណប់ដូនតាតើនោះគឺជាអ្វីTiger ក៏បានប្រាប់ទៅកាន់ Sealing ថាវាគឺជាកំណប់បុរាណដែលដូនតាយើងបន្សល់ទុកឲ្យប៉ុន្តែរឿងអាក្រក់បានកើតឡើងវាត្រូវបានបាត់នៅក្នុងឧបទ្ទវហេតុមួយអាហ្នឹងគឺជាស្រោមដៃរន្ទះអ្នកនរគ្នាហើយវានឹងគឺជាអាវុធដែលបុព្វបុរសរបស់ Tiger បន្សល់ទុកឲ្យហើយវាត្រូវបានបាត់ជាយូរមកហើយហើយហ្នឹងដែល Tiger តាមរកអស់ជាច្រើនឆ្នាំអ្នកនរគ្នាបន្ទាប់មក Tiger ក៏បានសួរទៅកាន់ស៊ូតុងបញ្ជាក់ទៀតថាតើឯងដឹងថាវានៅទីណាមែនឬស៊ូតុងក៏បាននិយាយប្រាប់ទៅកាន់ Tiger ថាតើឯងធ្លាប់ឮកម្មវិធីប្រកួតសត្វវិញ្ញាណដែរឬទេ Sealing និយាយឡើងថានៅពេលដែលខ្ញុំធ្វើដំណើរមកតាមផ្លូវខ្ញុំបានឮថាវាគឺជាការប្រយុទ្ធរវាងសត្វវិញ្ញាណនិងសត្វវិញ្ញាណដើម្បីទទួលប្រាក់រង្វាន់ស៊ូតុងក៏បាននិយាយវិញថាម្ចាស់ស្ត្រី Camel នឹងទៅកន្លែងប្រកួតមានរឿងពីរដែលព្រះនាងចូលចិត្តទីមួយព្រះនាងចូលចិត្តចាប់សត្វវិញ្ញាណប្លែកៗមករក្សាទុកខ្លាំងណាស់ហើយមួយទៀតនោះគឺព្រះនាងចូលចិត្តប្រមូលទ្រព្យសម្បត្តិនិងកំណប់បុរាណមករក្សាទុកផងដែរ Tiger ក៏បានសួរទៅកាន់ស៊ូតុងថាអញ្ចឹងមានន័យថាស្រោមដៃរន្ទះគឺនៅក្នុងដៃរបស់នាងតើមែនឬទេស៊ូតុងក៏បានឆ្លើយឡើងថាមែនហើយ Tiger ក៏បានសួរទៅកាន់ស៊ូតុងទៀតថាតើម្ចាស់ស្ត្រីសមត្ថភាពរបស់នាង level ប៉ុន្មានដែរស៊ូតុងក៏បានប្រាប់ទៅកាន់ Tiger វិញថាយើងអាចនឹងពិបាកក្នុងការដណ្ដើមយកវាប៉ុន្តែខ្ញុំមានផែនការមួយខ្ញុំត្រូវការជំនួយពីមិត្តរបស់ឯងស៊ូតុងចង់ឲ្យ Sealing ជួយអ្នកនរគ្នាទៅផែនការរបស់ពួកគេនឹងអាចដំណើរការបានអញ្ចឹងណាSealing ក៏ឆ្លើយឡើងដូចជាឆ្ងល់ថាខ្ញុំស៊ូតុងក៏និយាយប្រាប់ទៅកាន់ Sealing បន្ថែមទៀតថាមែនហើយតើនាងមានសត្វវិញ្ញាណដែរឬទេ Sealing ក៏បានឆ្លើយថាមែនហើយខ្ញុំមានមួយនៅពេលដែល Sealing យកសត្វវិញ្ញាណរបស់នាងបង្ហាញទៅស៊ូតុងនាងមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះសត្វវិញ្ញាណនោះមិននៅនឹងនាងនោះទេព្រោះនាងបានຕົកនៅឯលោកមកឯណោះស៊ូតុងក៏បានប្រាប់ទៅកាន់ Sealing វិញថាកុំបារម្ភខ្ញុំនឹងស្វែងរកពួកគេរឿងរបស់យើងក៏កាត់មកក្នុងកម្មវិធីប្រកួតសត្វវិញ្ញាណវិញម្ដងនៅពេលនេះបងប្អូនមនុស្សយន្ត2នាក់កំពុងតែបញ្ជាសត្វវិញ្ញាណរបស់គេឲ្យវាប្រហារជាមួយនឹងសត្វវិញ្ញាណម្ខាងទៀតដែលជាដៃគូប្រកួតរបស់ពួកគេមនុស្សយន្ត2នាក់បងប្អូនក៏បានបញ្ជាឲ្យសត្វវិញ្ញាណរបស់គេប្រើក្បាច់ពិសេសដើម្បីបញ្ចប់ដៃគូរបស់គេហើយពេលនោះសត្វវិញ្ញាណរបស់មនុស្សយន្ត2នាក់បងប្អូនក៏បានប្រើក្បាច់ពិសេសបុកសត្វវិញ្ញាណម្ខាងទៀតឲ្យផ្ទុះស្លាប់បាត់ទៅក្រោយពីពួកគេទទួលបានជ័យជំនះរួចមកម្ចាស់ស្ត្រីក៏បានបង្ហាញខ្លួនមនុស្សយន្ត2នាក់បងប្អូនក៏បាននិយាយទៅកាន់ម្ចាស់ស្ត្រីថាម្ចាស់ស្ត្រីបើសិនជាពួកយើងឈ្នះសូមម្ចាស់ស្ត្រីធ្វើតាមការសន្យាផងណាថានឹងឲ្យនៅអ្វីៗដែលពួកយើងត្រូវការម្ចាស់ស្ត្រីក៏បានញញឹមនិងនិយាយឡើងថាប្រកាសណាស់បន្ទាប់មកម្ចាស់ស្ត្រីក៏បានប្រាប់ទៅកូនចៅរបស់គាត់ឲ្យកូនចៅរបស់គាត់នឹងយកសត្វវិញ្ញាណរបស់គេឲ្យទៅប្រកួតជាមួយនឹងសត្វវិញ្ញាណរបស់មនុស្សយន្ត2នាក់បងប្អូនទៅកូនចៅរបស់ម្ចាស់ស្ត្រីនឹងមានឈ្មោះថាយូយ៉ាងអ្នកនរគ្នា
យូយ៉ាងក៏បានទទួលបញ្ជានិងបានបញ្ចេញសត្វវិញ្ញាណរបស់គេឲ្យចេញមកនៅពេលនោះមានពីអ្នកបងប្អូនក៏បាននិយាយថាតាមច្បាប់ការប្រកួតឯងត្រូវតែមានសត្វវិញ្ញាណ2បើមិនអញ្ចឹងទេឯងមិនអាចប្រកួតបាននោះទេទោះបីជាឯងជាមនុស្សរបស់ម្ចាស់ស្ត្រីក៏ដោយកុំស្មានថាឯងអាចធ្វើអ្វីបានដោយសោះក្នុងការប្រកួតនេះភ្លាមនោះយូយ៉ាងក៏បាននិយាយទៅកាន់មនុស្សពីអ្នកបងប្អូនថាអ្នកណាថាខ្ញុំមានតែមួយភ្លាមនោះយូយ៉ាងក៏បានបញ្ចេញសត្វវិញ្ញាណរបស់គេមួយទៀតឲ្យចេញមកហើយបន្ទាប់មកការប្រកួតក៏បានចាប់ផ្ដើមឡើងប៉ុន្តែរឿងរបស់យើងក៏កាត់ទៅកាន់យ៉ានហួរនិងលោកម៉ឹងវិញម្ដងអ្នកនាងលីងក៏បានបញ្ជាឲ្យឆ្មាបិសាចរបស់នាងវាយបកទៅលើលីងមីងវិញប៉ុន្តែលីងមីងក៏បានគេចផុតនិងបានប្រើក្បាច់ដំបងសាលីងរបស់គាត់វាយយ៉ាងច្រើនហើយនឹងរហ័សទៅលើឆ្មាបិសាចរបស់អ្នកនាងលីងធ្វើឲ្យព្រលឹងរបស់ឆ្មាបិសាចបានបែកខ្ញែកពីគ្នាអស់ប៉ុន្តែនៅពេលនោះអ្នកនាងលីងក៏បានប្រើផ្លិតរបស់នាងប្រមូលព្រលឹងឆ្មាបិសាចរបស់នាងឡើងវិញប៉ុន្តែភ្លាមនោះលីងមីងក៏បានបំលាស់ទីយ៉ាងលឿនមកឈរនៅមុខអ្នកនាងលីងហើយបន្ទាប់មកលីងមីងក៏បានបំផ្លាញវិញ្ញាណឆ្មាបិសាចនោះឲ្យខ្ទេចអស់ទៅក្រោយពីពួកគេបានបដូរអ្នកនាងលីងរួចមកយ៉ានហួរក៏បាននិយាយទៅកាន់លោកម៉ឹងថាមើលទៅលោកដូចជាមិនចាំបាច់ឲ្យខ្ញុំជួយនោះទេប៉ុន្តែភ្លាមនោះលោកម៉ឹងខាងនឹងយ៉ានហួរជាខ្លាំងហើយពួកគេក៏បានបន្តវាយគ្នាដូចមុនទៀតក្នុងពេលជាមួយគ្នាស៊ូតុង Tiger និងស៊ីលីងពួកគេក៏បានមកដល់នៅពេលដែលពួកគេចូលទៅដល់ស៊ីលីងបានឃើញលោកម៉ឹងនិងយ៉ានហួរកំពុងតែអោបគ្នាតែពិតពួកគាត់កំពុងតែវាយគ្នាតែស៊ីលីងច្រឡំស្មានថាលោកម៉ឹងឥឡូវនោះចិត្តស្រឡាញ់ជាមួយនឹងមនុស្សប្រុសដូចគ្នាអញ្ចឹងអ្នកនរគ្នានៅពេលនោះស៊ូតុងក៏បាននិយាយទៅកាន់យ៉ានហួរថាយ៉ានហួរតើឯងកំពុងតែធ្វើឈួតអីហ្នឹងហើយនៅពេលនោះដែរលោកម៉ឹងបានឃើញស៊ីលីងមើលមកគាត់បែបហ្នឹងលោកម៉ឹងក៏បានប្រាប់ទៅស៊ីលីងវិញយ៉ាងលឿនថាអត់ទេចាំតិចស៊ីលីងខ្ញុំអាចបញ្យល់បានក្រោយពីនិយាយគ្នាដឹងរឿងរួចមកពួកគេក៏បានដោះលែងមនុស្សទាំងអស់ដែលអ្នកនាងលីងបានចាប់យកមកនៅពេលនោះ Tiger ក៏បាននិយាយឡើងថាតើទីនេះគឺជាវិមានរបស់ម្ចាស់ស្ត្រីមែនទេក្មេងប្រុសដែលលោកម៉ឹងបានជួយគេក៏បានប្រាប់ទៅកាន់ Tiger វិញថាបាទមែនហើយគឺទីនេះម្ចាស់ស្ត្រីកំពុងតែនៅឯទីលានប្រកួតព្រោះនាងមិននៅទីនេះនោះទេស៊ូតុងក៏បានសួរទៅកាន់ក្មេងប្រុសទៀតថាតើឯងមានស្គាល់បន្ទប់របស់ម្ចាស់ស្ត្រីដែរឬទេក្មេងប្រុសក៏បានប្រាប់ទៅកាន់ស៊ូតុងវិញថាបើសិនជាចង់ទៅខ្ញុំអាចជូនទៅបានខ្ញុំស្គាល់ស៊ូតុងក៏បាននិយាយទៅកាន់ស៊ីលីងថាឥឡូវស៊ីលីងបានរកឃើញលោកម៉ឹងហើយអញ្ចឹងស៊ីលីងត្រូវតែជួយគេដើម្បីចូលរួមក្នុងការប្រកួតសត្វវិញ្ញាណវិញម្ដងស៊ូតុងក៏បានប្រាប់ទៅកាន់លោកម៉ឹងវិញថាខ្ញុំនិង Tiger ពួកយើងនឹងស្វែងរកបន្ទប់របស់ម្ចាស់ស្ត្រីហើយលោកនិងស៊ីលីងត្រូវតែសហការគ្នាក្នុងការប្រកួតបើសិនជាលោកឈ្នះការប្រកួតលោកអាចយកប្រាក់រង្វាន់ទាំងអស់បានលោកម៉ឹងក៏បានប្រាប់ទៅស៊ូតុងវិញថាចាំតិចពួកខ្ញុំមិនមានសត្វវិញ្ញាណដែលធំហើយនិងខ្លាំងនោះទេតើខ្ញុំប្រកួតយ៉ាងម៉េចនៅពេលនោះស៊ូតុងក៏បានឲ្យកូនផ្លែឈើបិសាចមួយទៅកាន់លោកម៉ឹងស៊ូតុងក៏បានប្រាប់ទៅកាន់លោកម៉ឹងបន្ថែមទៀតថានេះគឺជាផ្លែឈើដែលមានកម្លាំងខ្លាំងណាស់ប៉ុន្តែស៊ីលៀងនិងលោកម៉ឹងដូចជាពិបាកជឿថានេះគឺជាសត្វដែលខ្លាំងណាស់ព្រោះមើលទៅវាតូចជាងផ្លែឈើបិសាចរបស់ស៊ីលៀងទៅទៀតពួកគេដូចជាគ្មានសង្ឃឹមថាអាចឈ្នះការប្រកួតនេះបាននោះទេមុនពេលស៊ូតុងទៅស៊ូតុងក៏បានឲ្យបំពង់ឫស្សីមួយទៅដល់ស៊ីលៀងស៊ូតុងក៏បានប្រាប់ទៅកាន់ស៊ីលៀងបន្ថែមទៀតថាយករបស់នេះទៅខ្ញុំបានផ្សំថ្នាំវីតាមីនក្នុងនោះរួចហើយដល់ពេលសំខាន់ចាំបើកវាប្រហែលជាវានឹងធ្វើឲ្យឯងមានការអស្ចារ្យហើយនឹងនឹកស្មានមិនដល់កថាបានរឿងរបស់យើងក៏កាត់មកការប្រកួតវិញម្ដងនៅពេលនេះសត្វវិញ្ញាណរបស់យូយ៉ាងបានវាយប្រហារទៅលើសត្វវិញ្ញាណរបស់មនុស្សយន្តពីរនាក់បងប្អូនយ៉ាងលឿនហើយនឹងផ្ទួនធ្វើឲ្យសត្វវិញ្ញាណរបស់មនុស្សយន្តពីរនាក់បងប្អូនទប់ទល់យ៉ាងពិបាកប៉ុន្តែនៅពេលនោះមនុស្សយន្តពីរនាក់បងប្អូនក៏បានប្រាប់ឲ្យសត្វវិញ្ញាណរបស់ពួកគេប្រើច្រវាក់ចាក់ទៅលើសត្វចម្លែករបស់យូយ៉ាងទៅប៉ុន្តែសត្វចម្លែករបស់យូយ៉ាងក៏បានកាត់ច្រវាក់ទាំងនោះឲ្យដាច់អស់ភ្លាមនោះច្រវាក់ដែលដាច់ទាំងនោះក៏បានប្រែក្លាយទៅជាសត្វពស់ហើយពួកវាក៏បាននាំគ្នាខំទៅលើសត្វចម្លែករបស់យូយ៉ាងធ្វើឲ្យវាមានការឈឺចាប់យ៉ាងខ្លាំងនៅពេលនោះពឹសរបស់សត្វពស់ដែលបានខំសត្វចម្លែករបស់យូយ៉ាងក៏បានជ្រាបចូលទៅក្នុងខ្លួនរបស់វាធ្វើឲ្យវាឈឺចាប់និងមិនអាចគ្រប់គ្រងខ្លួនឯងបាននោះទេឃើញដូចនេះមនុស្សយន្តពីរនាក់បងប្អូនក៏បានបញ្ជាឲ្យសត្វចម្លែករបស់ពួកគេវាយប្រហារទៅលើសត្វចម្លែករបស់យូយ៉ាងហើយប្រកាសណាស់ចុងក្រោយមនុស្សយន្តពីរនាក់បងប្អូនគឺជាអ្នកឈ្នះក្នុងការប្រកួតនេះឯងនៅពេលដែលមនុស្សយន្តពីរនាក់បងប្អូនកំពុងតែអបអរនឹងជ័យជំនះរបស់ពួកគេយ៉ាងសប្បាយចិត្តនៅពេលនោះស៊ីលីងហើយនិងលោកម៉ឹងក៏បានបង្ហាញខ្លួននិងបាននិយាយទៅកាន់ពួកគេថាឈប់សិនការប្រកួតមិនទាន់ចប់នោះទេនៅមានខ្ញុំម្នាក់ទៀតក្រោយពីម្ចាស់ស្ត្រីបានឃើញដូចនេះនាងក៏បាននិយាយឡើងថាការប្រកួតកាន់តែចាប់អារម្មណ៍ហើយម្ចាស់ស្ត្រីក៏បានអនុញ្ញាតឲ្យស៊ីលីងប្រកួតសត្វវិញ្ញាណជាមួយមនុស្សយន្តពីរនាក់បងប្អូនបន្តទៀតប៉ុន្តែរឿងរបស់យើងក៏កាត់មកនិយាយពីសំណាក់អ្នកខ្លាំងវិញម្ដងសំណាក់អ្នកខ្លាំងហ្នឹងគឺជាកន្លែងរបស់មេតបសៀងអ្នកទាំងគ្នានៅពេលនោះយើងក៏បានឃើញថាមេតបសៀងគាត់កំពុងតែប្រយុទ្ធគ្នាជាមួយនឹងបរិមម្នាក់ដែលគាត់មានឈ្មោះថាវ៉ាងគង់នៅពេលដែលពួកគេកំពុងតែប្រយុទ្ធយើងក៏បានឃើញថាមេតបសៀងមើលទៅដូចជាខ្លាំងនិងមានព្រៀបជាងវ៉ាងគង់ខ្លាំងណាស់ប្រយុទ្ធមិនទាន់បានប៉ុន្មានផងមេតបសៀងក៏បានវាយវ៉ាងគង់
ធ្លាក់ចូលទៅក្នុងទឹកបាត់ទៅប៉ុន្តែវាងគង់ក៏បានងើបឡើងពីក្នុងទឹកនិងនិយាយទៅកាន់មេតបសៀងថារាល់ពេលឲ្យតែវាងគង់វឹកហាត់ការប្រយុទ្ធជាមួយនឹងមេតបសៀងដឹងតែវាងគង់តែងតែប្រើកម្លាំងរបស់គេទាំងអស់មកប្រយុទ្ធកន្លែងហ្នឹងវាងគង់ក៏ចង់និយាយថាទោះបើពួកគេវឹកហាត់ក៏ដោយប៉ុន្តែពួកគេដូចជាវាយគ្នាមែនទែនអញ្ចឹងហើយមេតបសៀងគឺគាត់ប្រើកម្លាំងខ្លាំងមែនទែនបើសិនជាវាងគង់មិនប្រើអស់ពីសមត្ថភាពច្បាស់ជាស្ពៃជាមិនខានហើយទោះបីជាពួកគេវឹកហាត់មែនប៉ុន្តែមេតបសៀងហ្នឹងអត់បន្ធូរដៃទេអ្នកនរគ្នានៅពេលនេះយើងក៏បានឃើញមានបរិមម្នាក់បានមកដល់ក្រោយពីមេតបសៀងបានឃើញបរិមម្នាក់នោះមេតបសៀងក៏បានឈប់វឹកហាត់និងនិយាយទៅកាន់បរិមម្នាក់នោះថាអូតើខ្យល់អីបានបក់លោកមកទីនេះអញ្ចឹងគាត់នឹងគឺជាអ្នកខ្លាំងលេខទី7នៅក្នុងដំណាក់វូមីងដល់គ្នាដំណាក់វូមីងនេះគឺនៅក្នុងអាណាចក្រវិញ្ញាណហើយខាងដំណាក់វូមីងនេះឲ្យគាត់មកអញ្ជើញមេតបសៀងឲ្យចូលរួមការប្រជុំដល់គ្នារឿងរបស់យើងក៏កាត់បោកមេតបសៀងនឹងវាងគង់វិញម្ដងនៅពេលដែលពួកគេដើរមកកាន់ដំណាក់អ្នកខ្លាំងវិញមេតបសៀងក៏បាននិយាយប្រាប់ទៅកាន់វាងគង់ថាដំណាក់វូមីងគឺជាកន្លែងដែលអ្នកដឹកនាំកំពូលជួបជុំគ្នាពួកគេមិនដែលអនុញ្ញាតឲ្យមនុស្សចូលរួមនោះទេប៉ុន្តែឆ្នាំនេះហេតុអ្វីបានជាពួកគេឲ្យខ្ញុំចូលរួមដែរអញ្ចឹងវាងគង់ក៏បាននិយាយកាន់មេតបសៀងថាតើលោកមេតបចង់ទៅឥឡូវមែនឬទេមេតបសៀងក៏បាននិយាយទៅកាន់វាងគង់វិញថាមែនហើយព្រោះនេះគឺជាបញ្ជាមេតបសៀងបានផ្ដាំទៅវាងគង់ទៀតថាមើលទៅរឿងនេះមិនមែនជារឿងធម្មតានោះទេគ្មានបញ្ជាពីខ្ញុំប៉ុន្តែពួកគេហ៊ានបញ្ជាឲ្យលីយុនទៅចាប់ខ្លួនឆាវយៀនពីងលីយុននឹងគាត់គឺជាកូនចៅរបស់មេតបសៀងដល់គ្នាមេតបសៀងក៏បានបញ្ជាប៉ុន្តែខាងដំណាក់វូមីនឹងបានបញ្ជាអញ្ចឹងណាចុះឲ្យបានមេតបសៀងថារឿងហ្នឹងវាអត់ធម្មតាអញ្ចឹងដែលហៅគាត់ទៅប្រជុំអញ្ចឹងណាមេតបសៀងក៏បាននិយាយទៀតថាពួកគេប្រហែលជាចង់បំបាយបំបាក់ខ្ញុំហើយនឹងនាងហើយមើលទៅចង់ធ្វើឲ្យកម្លាំងរបស់ខ្ញុំចុះខ្សោយមេតបសៀងក៏បានប្រាប់ទៅកាន់វាងគង់ទៀតថាខ្ញុំនឹងកំដរពួកគេលេងហ្គេមមួយនេះទៅចោះវាងគង់លោកធ្វើអ្វីដូចជាអាណាចក្រវិញ្ញាណប្រាប់ទៅហើយរឿងរបស់យើងក៏ចប់តែប៉ុណ្ណេះដូច្នេះបើសិនជាអ្នកទាំងគ្នាចង់ដឹងថាតើរឿងរបស់យើងនឹងមានរឿងអ្វីបន្តទៀតនោះមានតែរងចាំការសម្រាយរឿងរបស់ខ្ញុំនៅវគ្គ4ដែលជាបន្តតែប៉ុណ្ណោះតែមុននឹងបញ្ចប់ខ្ញុំសូមឲ្យអ្នកទាំងគ្នាដែលអត់ទាន់បានជួយចុច Subscribe ជួយចុច Subscribe ហើយនឹងដាក់សញ្ញារូបកណ្ដឹងដើម្បីជាការផ្ដល់កម្លាំងចិត្តឲ្យខ្ញុំហើយចុងក្រោយ Luffy សម្រាយរឿងសូមអរគុណសូមជម្រាបលា